ទ្វាបន្ទប់មានសារៈសំខាន់ណាស់បើយើងធ្វើទ្វាត្រូវបាទធ្វើទ្វាត្រូវទ្វានោះនឹងនាំជោគនាំសំណាងនាំហេងវានឹងជួយឲ្យជោគជតារាសីរបស់យើងឡើងខ្ពស់តែបើយើងធ្វើខុសនោះក៏វានាំសយនាំចង្រៃបាទនាំភ្លើងនាំចំនួនឲ្យយើងផងដែរឥឡូវយើងមកមើលតើទ្វាបន្ទប់ដែលមិនល្អនោះយ៉ាងណាបាទទី1ទ្វាបន្ទប់បែរមុខទៅមុខផ្ទះបែរមុខទៅទ្វាធំបាទបន្ទប់នៅតាណាក៏ដោយឲ្យតែបែរមុខទៅចំខាងមុខនោះហើយគេហៅថាទ្វាទោសៈទ្វាកំហឹងបាទទ្វានាំរឿងមួយទៀតទ្វាដែលបែរមុខទៅក្រោយបាទទ្វាដែលបែរមុខទៅក្រោយផ្ទះណាបាទបែរមុខទៅក្រោយចេញចូលពីខាងក្រោយណាបាទទ្វាដែលបែរមុខទៅខាងក្រោយនោះបាទជាទ្វាបន្ទប់ប្រភេទដែលទាញជោគជតារាសីយើងឲ្យនៅទៀបបាទគេហៅមុខមិនមានស្នេហ៍មុខមិនស្រឡះបាទមុខអាប់អួរបាទមួយទៀតទ្វាបន្ទប់ដែលមិនសមប្រកបដែរទ្វាបន្ទប់ដែលនាំតែចំនួនទាស់ទែងគ្នានោះគឺទ្វាបន្ទប់នៅខាងនេះមួយបន្ទប់នៅខាងនេះមួយហើយទ្វាបាទទ្វានៅចំគ្នាបាទនេះជាគេហៅជាប្រភេទទ្វាបន្ទប់ដែលនាំតែរឿងនាំតែចំនួនបាទទ្វាដែលវាមិនលើកជោគជតារាសីឲ្យយើងផងទ្វាដែលនាំឲ្យអោនថយផ្នែកសេដ្ឋកិច្ចផ្នែកលុយកាក់ផងបាទទ្វាដែលនាំឲ្យវិញ្ញាណចូលយើងហៅថាខ្មោចលងណាបាទគឺទ្វាដែលបើកមកបាទទ្វាបើកមកចំចណ្ដើបាទទ្វាដែលចំមុខចណ្ដើបាទទ្វាបន្ទប់ប្រភេទនេះក៏ជាទ្វាមិនល្អសម្រាប់យើងរស់នៅដែរ